ថ្ងៃនេះខ្ញុំចង់បង្ហាញអំពីរោគសញ្ញាមួយចំនួននៃវិបត្តិនៃការបាត់ជើងតូចនៅពេលដែលសរីរាង្គណាមួយនៃប្រព័ន្ធផ្លូវទឹកនោមមានបញ្ហានោះនឹងលេចចេញនៅរោគសញ្ញានៃវិបត្តិនៃការបាត់ជើងតូចប៉ុន្តែមុននឹងឈានដល់ស្គាល់អំពីរោគសញ្ញាខ្ញុំនឹងបង្ហាញបងប្អូនឲ្យស្គាល់អំពីភាពខុសគ្នារវាងប្រព័ន្ធផ្លូវទឹកនោមរបស់បុរសនិងប្រព័ន្ធផ្លូវទឹកនោមរបស់ស្ត្រីជាទូទៅប្រព័ន្ធផ្លូវទឹកនោមរបស់បុរសផ្សំឡើងពីបំពង់ទឹកនោមផ្នែកខាងក្រោមក្រពេញប្រូស្តាតប្លង់នោមបំពង់ទឹកនោមផ្នែកខាងលើនិងដំណងនោមចំណែកឯប្រព័ន្ធផ្លូវទឹកនោមរបស់ស្ត្រីផ្សំឡើងពីបំពង់ទឹកនោមផ្នែកខាងក្រោមប្លង់នោមបំពង់ទឹកនោមផ្នែកខាងលើនិងដំណងនោមហើយរោគសញ្ញានៃវិបត្តិនៃការបាត់ជើងតូចមានដូចជាបាត់ជើងតូចញឹកញាប់ឈឺបាត់ជើងតូចភ្លាមចង់ទៅបាត់ជើងតូចភ្លាមបាត់ជើងញឹកញាប់នៅពេលយប់ហូរនោមដោយមិនដឹងខ្លួនពេលដែលបាត់ជើងតូចមកមានសភាពខ្សោយជាងធម្មតាពេលដែលបាត់ជើងតូចដាច់2ទៅ3ដងក្នុងពេលដែលបាត់ជើងតូចម្ដងបាត់ជើងតូចក្រចេញប្រឹងខ្លាំងនៅពេលដែលបាត់ជើងតូចបាត់ជើងតូចមកបែកជា2ឬក៏បែកច្រើនដំណែកក្រោយពីបាត់ជើងតូចរួចឃើញដំណក់ជាច្រើនដំណក់ហូរមកនិងក្រោយពីបាត់ជើងតូចមកមានអារម្មណ៍ថាសល់នៅក្នុងប្លង់នោម